ពេលវេលាគឺជាវត្ថុធាតុដើមដ៏អស្ចារ្យសម្រាប់អ្វីៗគ្រប់យ៉ាងបើមានពេលវេលាអ្វីៗគឺសុទ្ធតែអាចទៅរួចប៉ុន្តែបើគ្មានពេលវេលានោះទេអ្វីៗក៏គ្មាននោះដែរពេលវេលាត្រូវបានផ្ដល់មកឲ្យមនុស្សជារៀងរាល់ថ្ងៃហើយនៅពេលពិចារណាអំពីការផ្ដល់ឲ្យនៅពេលវេលានេះវាតែងធ្វើឲ្យយើងនឹកឆ្ងល់អំពីអភូតហេតុដ៏ចម្លែកអស្ចារ្យរបស់វាពេលក្រោកពីព្រលឹមហើយបើកមើលកាបូបរបស់អ្នកក៏ស្រាប់តែឃើញពេញដោយពេលចំនួន24ម៉ោងហាក់ដូចជាត្រូវបានគេជប់ដោយវេទមន្តអញ្ចឹងវាគឺជាពេលវេលារបស់អ្នកវាគឺជាទ្រព្យសម្បត្តិដែលរកអ្វីមកកាត់ថ្លៃមិនបានឡើយគ្មាននរណាមួយអាចយកពេលវេលានេះពីអ្នកបាននោះទេវាគឺជាទ្រព្យដែលមិនអាចលួចប្លន់បានហើយក៏គ្មាននរណាមួយមានពេលវេលាតិចជាងឬច្រើនជាងអ្នកនោះដែរនៅក្នុងពិភពនៃពេលវេលាគ្មានទេការបែងចែកវណ្ណៈពោលគឺគ្មាននរណាមានជាងនរណាឬគ្មានអ្នកណាឆ្លាតជាងនរណានោះឡើយអ្នកប្រាជ្ញដែលមានបញ្ញាមុខមុតក៏មិនដែលត្រូវបានគេផ្ដល់ឲ្យពេលវេលាបន្ថែមជារង្វាន់នោះដែរសូម្បីតែ1ម៉ោងក៏ដោយហើយក៏មិនត្រូវបានគេដាក់ទោសតាមរយៈផាកពិន័យជាពេលវេលានោះដែរចូលខ្ជះខ្ជាយទ្រព្យដ៏មានតម្លៃនេះរបស់អ្នកឲ្យច្រើនតាមតែចិត្តអ្នកចង់ប៉ុន្តែធម្មជាតិនៅតែផ្ដល់ឲ្យអ្នកនៅពេលវេលាចំនួន24ម៉ោងក្នុងមួយថ្ងៃដដែលលើពីនេះទៅទៀតនោះអ្នកមិនអាចប្រើប្រាស់ពេលវេលានៅថ្ងៃអនាគតឲ្យអស់បានទេវាមិនអាចទៅរួចឡើយក្នុងការជំពាក់បំណុលជាពេលវេលាអ្នកអាចត្រឹមតែខាតពេលវេលាដែលបានកន្លងផុតទៅទេប៉ុន្តែអ្នកមិនអាចខាតពេលវេលាដែលនៅថ្ងៃស្អែកឡើយហើយពេលវេលានេះត្រូវបានរក្សាទុកឲ្យអ្នកខ្ញុំបាននិយាយថាដំណើរនេះគឺជាអភូតហេតុដ៏មហស្ចារ្យមែនដែរទេអ្នកមានពេលចំនួន24ម៉ោងក្នុងមួយថ្ងៃដើម្បីរស់ចេញអំពីពេលវេលានេះអ្នកអាចចងក្រងសុខភាពរីករាយលុយកាក់សេចក្តីពេញចិត្តសេចក្តីគោរពនិងការវិវត្តនៃដួងចិត្តរបស់អ្នកនេះគឺជាការប្រើប្រាស់ពេលវេលាប្រកបដោយភាពត្រឹមត្រូវការប្រើពេលវេលាឲ្យមានប្រសិទ្ធភាពខ្ពស់គឺត្រូវប្រើវាប្រកបដោយភាពប្រញាប់ប្រញាល់បំផុតនិងប្រើវាដើម្បីផ្ដោតលើកិច្ចការឲ្យបានខ្លាំងបំផុតអ្វីគឺអាស្រ័យទៅលើហេតុផលនេះក្តីរីករាយរបស់អ្នកជារបស់ដ៏មានតម្លៃដែលអ្នកកំពុងតែស្វែងរកទាំងលំបាកនេះក៏អាស្រ័យទៅលើការប្រើប្រាស់ពេលវេលានេះដែរប្រសិនបើបុគ្គលម្នាក់មិនអាចរៀបចំពេលវេលាដែលចូលមកដល់ចំនួន24ម៉ោងដើម្បីចំណាយឲ្យបានល្អនោះទេគេនឹងធ្វើឲ្យជីវិតខ្លួនប្រែជាល្អក់កករកទីបំផុតគ្មានជាជាមិនខានយើងមិនអាចមានពេលវេលាច្រើនជាង24ម៉ោងនៅក្នុងមួយថ្ងៃនោះទេយើងមានហើយនឹងនៅតែមានជារៀងរហូតតែពេលវេលាចំនួន24ម៉ោងក្នុងមួយថ្ងៃបែបនេះតែប៉ុណ្ណោះផ្នត់គំនិត4យ៉ាងលើការគ្រប់គ្រងពេលវេលាគឺជាទ្រព្យដ៏មានតម្លៃបំផុតដែលយើងម្នាក់មានដូច្នេះរបៀបដែលយើងប្រើប្រាស់ពេលវេលាពិតជាមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើងក្រោយមកទៀតយើងម្នាក់សុទ្ធតែបានអភិវឌ្ឍផ្នត់គំនិតមើលទៅពេលវេលារៀងខ្លួនមិនថាយើងធ្វើដោយចេតនាឬអចេតនានោះឡើយហើយទីបំផុតទៅផ្នត់គំនិតនេះឯងគឺជាអ្នកកំណត់របៀបដែលយើងប្រើប្រាស់ពេលវេលារបស់ខ្លួនមានផ្នត់គំនិត4យ៉ាងខុសៗគ្នាដែលមើលទៅលើពេលវេលាហើយផ្នត់គំនិតនីមួយៗនេះក៏បង្កើតនៅរបៀបរស់នៅផ្សេងគ្នាផងដែរទី1មនុស្សដែលមានគំនិតបណ្តែតបណ្ដោយមនុស្សមានគំនិតបណ្តែតបណ្ដោយតែមិនខ្វល់នឹងការគ្រប់គ្រងពេលវេលាអ្វីទាំងអស់ពួកគេជ្រើសរើសនិងបន្តជ្រើសរើសយករបៀបរស់នៅមួយយ៉ាងដែលគ្មានសណ្ដាប់ធ្នាប់ពួកគេបណ្ដោយឲ្យជីវិតរបស់ខ្លួនមានដំណើររប៉ាក់រប៉ើគ្មានគោលដៅច្បាស់លាស់ដោយស្មៅដែលដុះសោះកក្រោះនៅតំបន់វាលខ្សាច់មួយថ្ងៃ
រីករាយតែនឹងភាពមិនច្បាស់លាស់នឹងការនឹកឃើញធ្វើអីគឺធ្វើនឹងដែលជាទម្លាប់តែងកើតចេញអំពីជីវិតរបស់សត្វអណ្ដែតប្រសិនបើមានការងារធ្វើជាញឹកញាប់ពួកគេធ្វើបានតែមួយរយៈខ្លីតែប៉ុណ្ណោះព្រោះពួកគេចូលចិត្តធ្វើអ្វីប្រឆាំងនឹងប្រព័ន្ធការពារក្នុងគោលបំណងដើម្បីមានពេលវេលាសម្រាប់ខ្លួនឯងមនុស្សដែលមានគំនិតបណ្តែតបណ្ដោយចូលចិត្តប្រើភាសាថាជីវិតរបស់ខ្ញុំតែងតែយឺតយ៉ាវបែបនឹងឯងមិនដឹងយ៉ាងម៉េចខ្ញុំដូចជាមិនអាចគ្រប់គ្រងពេលវេលាខ្លួនឯងបានទាល់តែសោះប៉ុន្តែកុំទៅខ្វល់ខ្លាំងពេកធ្វើខ្លួនឲ្យសប្បាយនិងងាយហើយចេញទៅកន្លែងណាដែលខ្ញុំចង់ទៅនៅពេលណាខ្ញុំរៀបចំខ្លួនរួចយឺតបន្តិចបន្តួចមិនអីទេតើមានអ្វីខុសចំពោះអត្តចរិតបែបនេះតើខ្ញុំកំពុងនិយាយដាក់នរណាឬកំពុងនិយាយទៅកាន់ជីវិតរបស់អ្នកប្រសិនបើអ្នកមើលឃើញថាខ្លួនស្អិតជាប់នឹងផ្នត់ទម្លាប់បែបនេះចូលពិចារណាថាអត្តចរិតបណ្តែតបណ្ដោយខ្លួនឲ្យរអិលរប៉ាក់រប៉ាកទៅតាមដងវិថីនៃជីវិតនេះគឺពិតជាឧបសគ្គរារាំងដល់ការរីកចម្រើនរបស់អ្នកមានន័យថាអ្នកមិនអាចរសាត់អណ្ដែតទៅដល់អនាគតនៃជីវិតមួយដែលរុងរឿងបានឡើយទី2អ្នកគ្រប់គ្រងពេលវេលាបែប9ទៅ5មនុស្សមួយក្រុមទៀតប្រហែលជាក្រុមធំជាងគេមានទម្លាប់មើលទៅពេលវេលាតាមផ្នត់គំនិតម្យ៉ាងដែលនៅចន្លោះរវាងផ្នត់គំនិតមនុស្សបណ្តែតបណ្ដោយនិងផ្នត់គំនិតរបស់មនុស្សដែលញៀននឹងការងារមនុស្សមួយក្រុមនេះហាក់ដូចជាចាត់ចែងជីវិតបានល្អព្រោះពួកគេមានអារម្មណ៍ stress នៅក្នុងកម្រិតសមល្មមនៅឡើយពួកគេអាចធ្វើការលើគម្រោងជាច្រើននៅក្នុងពេលតែមួយពេញមួយជីវិតរបស់ពួកគេមិនចូលចិត្តធ្វើការងារនៅពេលល្ងាចព្រោះចង់មានពេលទំនេរដើម្បីអង្គុយលំហែកាយលេងមនុស្សដែលស្ថិតនៅក្នុងក្រុមនេះគឺជាអ្នកដែលធ្វើការឲ្យក្រុមហ៊ុនហើយក្រោយមកគាត់ក៏សម្រេចបង្កើតអាជីវកម្មផ្ទាល់ខ្លួនប៉ុន្តែនៅពេលទំនួលខុសត្រូវការងារចេះតែកើនឡើងនៅពេលគាត់ចេះមើលថាខ្លួនត្រូវមកធ្វើការមុនគេនិងត្រូវចេញក្រោយគេគាត់ក៏ចាប់ផ្ដើមគិតថាខ្ញុំគួរតែធ្វើការឲ្យគេវិញល្អជាងហើយទុកឲ្យថៅកែទាំងអស់នោះទទួលបានកិត្តិយសនិងការវិលមុខឈឺក្បាលទាំងអស់នេះចោះតើគាត់ខុសអ្វីមិនខុសអ្វីទេបើគាត់មានតែពីរជម្រើសបែបនេះគឺត្រូវធ្វើការមិនឈប់ឈរក្នុងនាមជាថៅកែម្នាក់ឬធ្វើការឲ្យគេក្នុងនាមជាបុគ្គលិកម្នាក់ដូច្នេះគាត់គ្មានអីខុសទេប៉ុន្តែឆាប់នេះនៅពេលយើងពិភាក្សាដល់ផ្នត់គំនិតប្រភេទទី4ស្ដីអំពីពេលវេលានេះអ្នកនឹងមើលឃើញថាគាត់មិនមែនមានតែពីរជម្រើសនេះទេនៅពេលគាត់ព្យាយាមគ្រប់គ្រងក្រុមហ៊ុនខ្លួនឯងគាត់នឹងធ្វើការងារច្រើនម៉ោងលើសកម្រិតដែលគាត់អាចទទួលយកបានហើយជាលទ្ធផលគាត់ក៏សម្រេចចិត្តដើរចេញពីបន្ទប់ដ៏លំបាកនេះដោយអះអាងថាការលះបង់ដើម្បីភាពជោគជ័យនឹងគឺធំធេងពេកហើយសម្រាប់គាត់មនុស្សមិនសុទ្ធតែអាចលះបង់ខ្ពស់ដើម្បីភាពជោគជ័យមួយបានគ្រប់គ្នានោះទេកុំថាឡើយម្ចាស់អាជីវកម្មដែលគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួនសូម្បីតែប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនធំដែលខ្ញុំធ្លាប់ស្គាល់ក៏មិនអាចធ្វើបានទាំងអស់គ្នានោះដែរនេះគឺជារឿងមួយដែលបង្ហាញថាសម្រាប់មនុស្សមួយចំនួនពួកគេគួរតែកំណត់ព្រំដែននៃការលះបង់របស់ខ្លួនរឿងនេះនិយាយអំពីក្មេងស្រីតូចម្នាក់ដែលថ្ងៃមួយនាងសួរម្ដាយថាហេតុអ្វីបានជាប៉ាមិនលេងជាមួយកូនមកដល់ផ្ទះមិនទាន់គាត់ក៏ចូលទៅសំងំនៅក្នុងបន្ទប់ការងារភ្លាមហើយគ្រាន់តែហូបអាហារពេលល្ងាចរួចភ្លាមគាត់ក៏ចូលទៅធ្វើការនៅក្នុងបន្ទប់ការងារភ្លាមកូនចង់លេងជាមួយប៉ាតើគាត់លែងស្រឡាញ់កូនហើយមែនទេហើយម៉ាក់ដែលកំពុងតែប្រឹងទប់ទឹកភ្នែកព្រោះខ្លួនក៏មានអារម្មណ៍ថាឯកានិងឈឺចាប់ផងដែរនោះព្យាយាមពន្យល់កូនសម្លាញ់ប៉ាកំពុងតែរវល់ខ្លាំងគាត់ស្រឡាញ់កូនណាស់
ដូច្នេះហើយទើបគាត់ខំប្រឹងធ្វើការងារគាត់មានការងារច្រើនដែលមិនទាន់ធ្វើចប់នៅឯក្រុមហ៊ុនដូច្នេះគាត់ត្រូវតែនាំការងារនេះមកធ្វើបន្តនៅផ្ទះក្មេងស្រីតូចគិតមួយសន្ទុះអំពីពាក្យសម្ដីរបស់ម៉ាក់របស់នាងភ្លាមនោះដោយប្រសើរភ្នែករីករាយនាងក៏និយាយអញ្ចឹងបើគាត់មិនអាចធ្វើការឲ្យចប់នៅក្រុមហ៊ុនហេតុអ្វីក៏ពួកគេមិនដាក់គាត់ឲ្យនៅក្នុងក្រុមមនុស្សយឺតទៅមែនហើយពិតជាត្រូវធ្វើការលះបង់របស់មនុស្សយើងដើម្បីជោគជ័យខាងហិរញ្ញវត្ថុនិងការងារគួរតែមានដែនកំណត់ហើយដែនកំណត់នេះនឹងដល់នៅពេលត្រូវការលះបង់ដើម្បីគុណតម្លៃជីវិតណាមួយដែលមានតម្លៃជាងភាពជោគជ័យនឹងខាងសម្ភារៈនិយមខ្ញុំយល់អំពីបញ្ហានេះព្រោះជីវិតខ្ញុំខ្លួនឯងធ្លាប់ដេញតាមប្រមាញ់ភាពជោគជ័យមួយចំនួនយ៉ាងសស្រាក់សស្រាំប៉ុន្តែក្រោយមកទើបដឹងថាខ្លួនខ្ញុំបានលះបង់ច្រើនជ្រុលហួសហេតុពេកហើយប្រសិនបើខ្ញុំបានដឹងតាំងពីដំបូងមុននឹងខ្ញុំចាប់ផ្ដើមខ្ញុំនឹងមិនលះបង់ច្រើនដល់ថ្នាក់នឹងពេកនោះទេទី3អ្នកញៀននឹងការងារទស្សនៈជោគជ័យតាមបែបគំនិតចាស់ដោយត្រូវបានកត់សម្គាល់ដោយលោក Willy Lemon នៅក្នុងខ្សែភាពយន្តក្រុមចំណងជើងថា Death of a Salesman គឺផ្នត់គំនិតដែលទាមទារឲ្យមនុស្សធ្វើការកាន់តែខ្លាំងកាន់តែយូរទើបជោគជ័យចំពោះអ្នកញៀននឹងការងារវាតែងតែគ្មានការងារគ្រប់គ្រាន់សម្រាប់ពួកគេធ្វើនោះឡើយគាត់ឬនាងធ្វើការ10ម៉ោង12ម៉ោងទៅ14ម៉ោងក្នុងមួយថ្ងៃអ្នកញៀននឹងការងារតែមានការងារ2ក្នុងពេលតែមួយធ្វើមួយចប់ហើយក៏ចាប់ផ្ដើមធ្វើមួយទៀតភ្លាមដោយមិនបង្អង់យូរពួកគេផ្អាកពីការងារទាំងអស់ចិត្តនៅពេលដេកលក់តែប៉ុណ្ណោះគ្មានទេការសប្បាយរីករាយគឺមានតែកិច្ចការជាច្រើនទៀតត្រូវធ្វើឲ្យចប់យើងម្នាក់សុទ្ធតែបានដឹងហើយអំពីលទ្ធផលនៃអាកប្បកិរិយាបែបនេះក្រៅតែពីទទួលសេចក្តីកោតស្ញប់ស្ញែងពីអ្នកខាងក្រៅបុគ្គលដែលមានអាកប្បកិរិយាជាអ្នកញៀននឹងការងារអាចក្លាយជាមនុស្សកាន់តែឃ្លាតឆ្ងាយពីគ្រួសារបាត់បង់សុខភាពនៅទីបំផុតទៅនាំដល់អន្តរាយដល់គុណតម្លៃនៃជីវិតតាមពិតទៅអ្នកដែលញៀននឹងការងារមិនសុទ្ធតែជាអ្នកដែលអាចរកលុយបានច្រើនបំផុតនោះទេការនេះគឺដោយសារតែគាត់ឬនាងគិតតែពីចង់បានបរិមាណជាងគុណភាពប្រសិនបើខ្ញុំត្រូវតែជ្រើសរើសមួយក្នុងចំណោមផ្នត់គំនិតស្ដីពីពេលវេលាទាំង3ដែលខ្ញុំបានបរិយាយខាងលើនេះខ្ញុំពិតជាពិបាកនៅក្នុងការជ្រើសរើសថាមួយណាល្អជាងមួយណាណាប៉ុន្តែសំណាងល្អនៅមានផ្នត់គំនិតស្ដីអំពីពេលវេលាមួយទៀតដែលខ្ញុំគិតថាជាជម្រើសល្អជាងគេទី4អ្នកគ្រប់គ្រងពេលវេលាបែបចំនួនថ្មីផ្នត់គំនិតទី4នឹងជាវិធីសាស្ត្រដ៏ថ្មីថ្មោងបំផុតកើតចេញអំពីការបូកបញ្ចូលគ្នានៃចំនួនចាស់ទាំង3អ្នកគ្រប់គ្រងពេលវេលាតាមបែបចំនួនចុងក្រោយនេះតែងកំណត់ពេលវេលាឲ្យទៅគ្រប់សកម្មភាពនៃជីវិតរបស់គាត់សូម្បីពេលវេលាសម្រាប់អង្គុយលេងក៏គាត់កំណត់ដែរដោយកំណត់វានៅក្នុងការវិភាគរបស់គាត់ថាជាពេលសម្រាប់ពីការងារមិនខុសអំពីអ្នកគ្រប់គ្រងពេលវេលាបែប9ទៅ5នោះទេគាត់កំណត់ពេលសម្រាប់ធ្វើការងារហើយក៏កំណត់ពេលសម្រាប់ធ្វើសកម្មភាពមានតម្លៃផ្សេងទៀតផងដែរដូចជាសម្រាប់គ្រួសារជាដើមហើយមិនខុសអំពីអ្នកញៀននឹងការងារដែរគាត់មិនខ្លាចនៅក្នុងការធ្វើការរយៈពេលយូរនោះទេប៉ុន្តែគាត់នៅតែធ្វើនៅពេលណាចាំបាច់តែប៉ុណ្ណោះអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្រងពេលវេលាបែបចំនួនថ្មីមានលក្ខណៈទំនើបជាងគេនោះដោយសារតែសមត្ថភាពរបស់គាត់ក្នុងការកំណត់ឲ្យខ្លួនឯងធ្វើការច្រើនម៉ោងដូចជាអ្នកញៀននឹងការងារដែរប៉ុន្តែគាត់អាចសម្រេចការងារបានច្រើនជាងអ្នកញៀននឹងការងារទៅទៀតតើហេតុអ្វីទើបគាត់អាចធ្វើបែបនេះបានងាយទេគឺព្រោះតែគាត់ធ្វើការបែបឆ្លាតមិនមែនធ្វើការបែបយូរ
តាមរយៈផ្ដោតអារម្មណ៍លើសមិទ្ធផលក្នុងមួយម៉ោងជាជាងផ្ដោតអារម្មណ៍លើចំនួនម៉ោងដែលត្រូវធ្វើការអ្នកគ្រប់គ្រងពេលវេលាបែបចំនួនថ្មីនេះតែងស្វែងរកមធ្យោបាយថ្មីដើម្បីបង្កើតសមិទ្ធផលរបស់ពួកគេឲ្យបានទ្វេដងបើនិយាយបែបម្យ៉ាងទៀតពួកគេបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនដោយប្រើកម្លាំងគាស់ធ្វើឲ្យអ្នកមានសមត្ថភាពអាចបង្កើនធនធានជាច្រើនទ្វេដងឧទាហរណ៍អ្នកអាចបង្កើតលុយបានយ៉ាងច្រើនតាមរយៈការខ្ចីលុយយ៉ាងឆ្លៀសវៃពីធនាគារដើម្បីទិញអចលនទ្រព្យឬដើម្បីបង្កើតអាជីវកម្មមួយអ្នកអាចបង្កើតពេលវេលាច្រើនសម្រាប់ខ្លួនឯងតាមរយៈការព្យាយាមបង្កើនសមាជិកអ្នកលក់ឲ្យបានច្រើនដើម្បីពង្រីកសកម្មភាពលក់ឬតាមរយៈការផ្ទេរការងារមិនសូវសំខាន់ទៅឲ្យបុគ្គលិកណាដែលមានសមត្ថភាពអាចធ្វើបានបើអ្នកមិនគ្រប់គ្រងថ្ងៃទេថ្ងៃនឹងគ្រប់គ្រងអ្នកវិញមិនខានអ្វីគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកថាចង់គ្រប់គ្រងវាឬអត់តែប៉ុណ្ណោះអ្នកឃើញទេវាងាយខ្លាំងណាស់នៅក្នុងការបាត់បង់ម្ចាស់ការបាត់បង់អំណាចនិងសមត្ថភាពដើម្បីចាត់ចែងពេលវេលារបស់ខ្លួនមធ្យោបាយដែលល្អបំផុតដើម្បីអាចចាប់ផ្ដើមធ្វើជាម្ចាស់ការលើពេលវេលារបស់យើងវិញបានគឺត្រូវរៀនអំពីពាក្យមួយដែលមានឥទ្ធិពលលើប្រសិទ្ធភាពនៃការគ្រប់គ្រងពេលវេលាតើអ្នកដឹងទេថាវានោះគឺជាពាក្យអ្វីវានោះគឺជាពាក្យថាទេចូលរៀននិយាយពាក្យថាទេខ្ញុំខ្លួនឯងក៏នៅពិបាកនៅក្នុងការនិយាយពាក្យនេះផងដែរងាយខ្លាំងណាស់ក្នុងការនិយាយពាក្យថាបាទចំពោះកិច្ចការគ្រប់យ៉ាងព្រោះចង់ធ្វើខ្លួនឯងជាមនុស្សល្អម្នាក់លទ្ធផលដែលកើតចេញពីការចេះតែនិយាយពាក្យថាបាទនេះគឺយើងចំណាយពេលវេលាជាច្រើនម៉ោងដើម្បីបង្ខំខ្លួនឯងបំពេញកាតព្វកិច្ចដែលយើងមិនគួរធ្វើវាជាការខ្ជះខ្ជាយពេលវេលាបំផុតទីបំផុតខ្ញុំក៏រៀននិយាយពាក្យថាទេប្រកបដោយភាពគួរសមតើធ្វើយ៉ាងម៉េចទៅនេះគឺជារបៀបដែលខ្ញុំធ្វើខ្ញុំនិយាយទេខ្ញុំគិតថាឥឡូវនេះខ្ញុំមិនអាចធ្វើបានទេប៉ុន្តែសូមពិនិត្យសិនបើអាចខ្ញុំនឹងទូរស័ព្ទទៅប្រាប់លោកវិញឃើញអត់តើល្អដែរទេពេលនិយាយថាយើងនឹងទូរស័ព្ទប្រាប់គាត់បើយើងអាចធ្វើវាបានចូលសាកល្បងមើលវាប្រហែលជាអាចប្រើប្រាស់បានមិត្តខ្ញុំម្នាក់ឈ្មោះ Ron Reynolds ចូលចិត្តប្រើពាក្យមួយឃ្លានេះណាស់កុំឲ្យមាត់ប្រមូលបន្ទុកមកដាក់លើខ្នងរបស់អ្នកឲ្យសោះមធ្យោបាយមួយទៀតដើម្បីអាចគ្រប់គ្រងថ្ងៃនីមួយៗរបស់អ្នកឡើងវិញបានគឺពេលធ្វើការត្រូវធ្វើការពេលលេងត្រូវលេងបើធ្វើទាំងពីរក្នុងពេលតែមួយវាមិនផ្ដល់ផលល្អទេចុងក្រោយអ្វីដែលអ្នកនឹងទទួលបានគឺការកុហកខ្លួនឯងតែប៉ុណ្ណោះបើអ្នកធ្វើការហើយលេងនៅក្នុងពេលតែមួយអ្នកនឹងមិនទទួលបានអារម្មណ៍រីករាយដែលកើតចេញអំពីភាពជោគជ័យនិងការបិទបញ្ចប់កិច្ចការដែលអ្នកធ្វើនោះឡើយខ្ញុំដឹងខ្ញុំធ្លាប់និយាយថាខ្ញុំត្រូវយកគ្រួសារទៅលេងមាត់សមុទ្រខ្ញុំបានសន្យាជាមួយពួកគាត់រួចទៅហើយតើពួកគាត់នឹងគិតថាខ្ញុំនឹងជាមនុស្សបែបណាបើសន្យាតែមិនធ្វើតាមការសន្យាដូច្នេះខ្ញុំក៏យកគ្រួសារទៅលេងនៅមាត់សមុទ្រប៉ុន្តែអារម្មណ៍នៅពេលរំពៃគិតខ្ញុំនៅធ្វើការប្រហែលជាល្អជាងខ្ញុំមកឆ្នេរសមុទ្រធ្វើអ្វីខ្ញុំមានកិច្ចការច្រើនណាស់ត្រូវធ្វើតែខ្ញុំធ្វើយ៉ាងណាទៅទើបអាចពង្រួញដំណើរកម្សាន្តឲ្យខ្លីដើម្បីអាចត្រឡប់ទៅធ្វើការងារវិញជាលទ្ធផលតើនឹងមានអ្វីកើតឡើងគឺខ្ញុំបានធ្វើឲ្យពេលវេលាដ៏អស្ចារ្យនេះរញ៉េរញ៉ៃអស់ដោយសារការគិតរំពៃអំពីរឿងការងារនៅក្នុងពេលកំពុងដើរលេងខ្ញុំក៏ធ្លាប់ធ្វើផ្ទុយពីនេះផងដែរខ្ញុំធ្លាប់និយាយថាខ្ញុំនឹងឈប់ធ្វើការនៅម៉ោង3ដើម្បីជិះម៉ូតូលេងតាមដងផ្លូវតូចៗដែលស្ងាត់ល្អបានមួយផ្លែតចូលទាយមើលកាលនោះតើខ្ញុំធ្វើអ្វីខ្លះ
នៅក្នុងកំឡុងពេលដែលនៅសល់ទាំងអស់បន្ទាប់ពីចេញពីការងារមែនហើយគឺខ្ញុំចំណាយពេលដែលនៅសល់ទាំងអស់នេះគិតតែពីជិះម៉ូតូដើរលេងមកដល់ពេលដែលខ្ញុំត្រូវធ្វើទស្សនៈទៅបង្រៀននៅក្រៅប្រទេសពោលគឺប្រទេសអេស្ប៉ាញអាហ្វ្រិកឬប្រទេសអូស្ត្រាលីខ្ញុំកំណត់ថាវាជាដំណើរបំពេញតួនាទីការងារជារៀងរាល់ថ្ងៃខ្ញុំរវល់តែពីបង្រៀនធ្វើបទសម្ភាសន៍និងប្រជុំប៉ុន្តែដល់ពេលកាតព្វកិច្ចការងារត្រូវបំពេញចប់សពគ្រប់ខ្ញុំចំណាយពេលដើម្បីលេងដើម្បីដើរនិងដើម្បីកម្សាន្តរីករាយវាគឺជាមេរៀនដ៏មានតម្លៃមួយមិត្តរបស់ខ្ញុំដែលជាអ្នកសំណង់ដ៏ជោគជ័យម្នាក់បានបង្កើតកាលវិភាគធ្វើការចំនួន1សប្តាហ៍និងត្រូវឈប់សម្រាកចំនួន1សប្តាហ៍គាត់ហៅកាលវិភាគនេះថាផែនការធ្វើការ1សប្តាហ៍លេង1សប្តាហ៍តាមពិតបើរាប់បញ្ចូលថ្ងៃទាំងចុងសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យផងនោះគាត់លេងរហូតដល់ទៅ9ថ្ងៃហើយធ្វើការតែ5ថ្ងៃប៉ុណ្ណោះពិតជាស្រួលខ្លួនណាស់មែនទេប៉ុន្តែសូមខ្ញុំប្រាប់អ្នកទៅចោះថានៅក្នុងរយៈពេល5ថ្ងៃនោះគាត់ធ្វើការសុទ្ធតែម្ដងអ្នកអាចសឹងតែមិនជឿថាគាត់អាចសម្រេចបានកិច្ចការយ៉ាងសន្ធឹកសន្ធាប់លេខាគណៈនៃវិស្វករនិងអ្នកចាត់ការតាមផ្នែកនីមួយៗបន្តកន្ទុយគ្នាចូលមកជួបគាត់ពី1ម៉ោងទៅ1ម៉ោងពេល5ថ្ងៃនេះគឺជារយៈពេលដែលគាត់ប្រឹងធ្វើការដល់កម្រិតជាអតិបរមាគាត់ធ្វើការជាប់មិនដាច់បន្ទាប់ពី5ថ្ងៃនៃការងារគាត់បិទការងារគ្រប់ផ្នែកចោលទាំងអស់ហើយចេញទៅលេងជាមួយគ្រួសាររបស់គាត់អស្ចារ្យមែនរូបមន្តដ៏អស្ចារ្យបំផុតមួយទៀតដើម្បីគ្រប់គ្រងពេលវេលាប្រកបដោយភាពច្នៃប្រឌិតខ្ពស់គឺស្គាល់ខ្លួនឯងយើងម្នាក់សុទ្ធតែមានវិញ្ញាណមួយយ៉ាងដែលខ្ញុំសូមហៅថាជានាឡិកាជីវសាស្ត្រដែលនាឡិកាជីវសាស្ត្រនេះគឺជាអ្នកគ្រប់គ្រងអតិបរមាក៏ដូចជាអបបរមានៃសមិទ្ធផលការងាររបស់យើងជារៀងរាល់ថ្ងៃដូច្នេះចូលរកឲ្យឃើញថាតើពេលវេលាណាដែលអ្នកមានកម្លាំងខ្លាំងបំផុតប្រសិនបើអ្នកមានសមិទ្ធផលការងារខ្ពស់នៅពេលវេលាព្រឹកព្រលឹមចូលទាញប្រយោជន៍ពីពេលវេលានេះឲ្យបានច្រើនជាទីបំផុតដោយចាប់ផ្ដើមធ្វើកិច្ចការធំនៅពេលព្រឹកឧទាហរណ៍បើអាជីពរបស់អ្នកជាអ្នកតាក់ទងនឹងការលើកទឹកចិត្តមនុស្សចូលកំណត់កាលវិភាគថាត្រូវជួបមនុស្សនៅបន្ទាប់ពីអាហារពេលព្រឹកតែម្ដងប៉ុន្តែផ្ទុយមកវិញបើអ្នកធ្វើការមិនបានល្អទេនៅពេលព្រឹកឬខួរក្បាលរបស់អ្នកគិតអ្វីមិនចេញទេនាពេលព្រឹកចូលកំណត់កាលវិភាគធ្វើសកម្មភាពការងារឲ្យខ្លាំងក្លាបំផុតនៅពេលថ្ងៃនិងពេលល្ងាចបន្តមកទៀតចូលវិភាគទំនងរបស់អ្នកឧទាហរណ៍បើអ្នកមិនពូកែខាងធ្វើការឲ្យចប់តាន់ពេលវេលាទេឬបើអ្នកបានសន្យានឹងខ្លួនឯងរាប់ឆ្នាំមកហើយថាត្រូវកត់ត្រាចំណាយឲ្យបានទៀងទាត់និងធ្វើតុល្យការលើក្រដាសស្បែកឲ្យបានល្អប៉ុន្តែអ្នកនៅមិនទាន់ធ្វើវាបានទៀតចូលទទួលស្គាល់ការពិតនេះហើយរកនរណាម្នាក់ដែលអាចជួយអ្នកព្រោះអ្នកមើលទៅទំនងជាគ្មានបានផ្លាស់ប្ដូរអ្វីសោះឡើយភាពកំសោយរបស់អ្នកមិនអាចបំផ្លាញអ្នកបានទេប្រសិនបើអ្នករៀនផ្ទេរទំនួលខុសត្រូវរបស់អ្នកឲ្យទៅអ្នកដទៃហើយការផ្ទេរភារកិច្ចនេះក៏ជាផ្នែកមួយនៃការគ្រប់គ្រងពេលវេលាប្រកបដោយភាពច្នៃប្រឌិតផងដែរពី3ឆ្នាំមុនបុគ្គលិករបស់ខ្ញុំទីបំផុតនិយាយត្រង់ៗថាខ្ញុំនឹងជាអ្នកនាំសម្បត្តិដ៏អន់ម្នាក់ដោយសារតែខ្ញុំធ្វើដំណើរចេញទៅក្រៅជាញឹកញាប់ពួកគេតែងសំណូមពរឲ្យខ្ញុំនាំឯកសារទៅឲ្យមនុស្សដែលស្ថិតនៅក្នុងទីក្រុងដែលខ្ញុំបំរុងនឹងទៅបាទមិនអីទេខ្ញុំឆ្លើយទាំងមិនចាប់ភ្លឹកពេលដែលខ្ញុំកំពុងដាក់ឯកសារនៅក្នុងអាវធំខ្ញុំនៅចាំកាលនោះត្រូវបានអ្នកបោកគក់សម្លៀកបំពាក់ទូរស័ព្ទមកដើម្បីប្រាប់ថាមានឯកសារមួយនៅក្នុងអាវរបស់ខ្ញុំមួយរយៈក្រោយបុគ្គលិកដើរមករកខ្ញុំ
ហើយធ្វើទង្វើហាក់ដូចជាខ្ញុំជាក្មេងអាយុ5ឆ្នាំពេលនោះពួកគេនិយាយថាឯកសារនេះត្រូវបញ្ជូនទៅក្រុងញូវយ៉កតើលោកច្បាស់ទេថាលោកយកវាទៅឲ្យគេនៅញូវយ៉កខ្ញុំឆ្លើយថាបានទុកចិត្តលើខ្ញុំចុះព្រោះខ្ញុំមិនទាន់ល្ងីល្ងើឯណាគ្មានពាក្យនិយាយនៅពេលដែលខ្ញុំត្រឡប់មកការិយាល័យវិញឯកសារនោះគឺនៅក្នុងថតតុករបស់ខ្ញុំនៅឡើយដូច្នេះឥឡូវលែងមានអីត្រូវនិយាយទៀតហើយរាល់បុគ្គលិកថ្មីទាំងអស់ត្រូវបានបញ្ចូលមនោគមវិជ្ជាដោយបុគ្គលិកចាស់របស់ខ្ញុំថាកុំឲ្យលោកនាយកផ្ញើឯកសារអ្វីទាំងអស់គាត់ពូកែខាងធ្វើការច្រើនក្នុងពេលតែមួយប៉ុន្តែមិនពូកែខាងផ្ញើសម្បត្តិឬឯកសារនោះទេដូច្នេះចូលផ្ដល់ការងារនេះទៅឲ្យអ្នកផ្សេងធ្វើវិញនេះគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់ការទទួលស្គាល់ការពិតថាអ្នកមិនពូកែខាងកិច្ចការអ្វីមួយគឺមិនមែនជារឿងគួរឲ្យខ្មាស់អៀននោះឡើយលើកលែងតែអ្នកចាត់ទុកខ្លួនឯងថាឆ្លាតហួសហេតុពេករហូតដល់ធ្វើឲ្យខ្លួនខកខានមិនបានសម្រេចគោលដៅដោយសារខ្វះចន្លោះរបស់ខ្លួននេះឯងច្បាស់ណាស់ការស្គាល់ខ្លួនឯងច្បាស់គឺជាកត្តាមួយដ៏សំខាន់នៅក្នុងការគ្រប់គ្រងពេលវេលាយើងសុទ្ធតែបានរៀនមកថាទូរស័ព្ទគឺជារបស់ដ៏អស្ចារ្យមួយវាជាការធម្មតាទេដែលផ្ទះមួយមានទូរស័ព្ទមួយប៉ុន្តែសម័យបច្ចុប្បន្ននេះបន្ទប់មួយមានទូរស័ព្ទមួយហើយមិនយូរទេនៅក្នុងពេលខាងមុខនេះនៅក្នុងឡានមួយច្បាស់ជាមានទូរស័ព្ទមួយមិនខានប៉ុន្តែយើងភាគតិចណាស់ដែលបានយកពេលវេលាមួយចំនួនដើម្បីពិចារណាអំពីរបៀបប្រើប្រាស់ទូរស័ព្ទយ៉ាងណាទើបមានប្រសិទ្ធភាពខ្ពស់ជាអតិបរមាដូច្នេះយើងចាំបាច់ត្រូវទទួលស្គាល់ថាគណៈពេលដែលវាមានសក្តានុពលអស្ចារ្យក្នុងប្រសិទ្ធភាពការងារតែទូរស័ព្ទក៏អាចជារបស់រំខាននិងខ្ជះខ្ជាយពេលវេលារបស់យើងច្រើនបំផុតក៏ថាបានអ្នកឃើញទេទូរស័ព្ទគឺជាឧបករណ៍អស្ចារ្យមួយរបស់អ្នកប៉ុន្តែវាក៏ជាឧបករណ៍អស្ចារ្យមួយរបស់អ្នកផ្សេងផងដែរតាមរយៈទូរស័ព្ទអ្នកមានសមត្ថភាពអាចទៅដល់អ្នកដទៃក្នុងពេលតែ1វិនាទីចំណែកអ្នកដទៃក៏អាចមកដល់អ្នកវិញនៅក្នុងរយៈពេលខ្លីដូចគ្នាដូច្នេះការនេះអាចបំផ្លាញផែនការឬកិច្ចការប្រចាំថ្ងៃរបស់អ្នកចូលច្បាស់នឹងខ្លួនឯងថាទូរស័ព្ទគឺគ្រាន់តែជាឧបករណ៍ចាំបាច់សម្រាប់ផ្ដល់លក្ខណៈងាយស្រួលដល់អ្នកតែប៉ុណ្ណោះចូលចាត់ចែងឲ្យបានល្អថាតើនរណាខ្លះអាចចូលមកជួបអ្នកបានហើយចូលមកជួបអ្នកនៅពេលណាប្រសិនបើអ្នកមានលទ្ធភាពជួលលេខាម្នាក់ចូលបង្រៀនគាត់ឬនាងឲ្យចេះទទួលយកការហៅចូលណាដែលផ្ដល់ប្រសិទ្ធភាពដល់ការងាររបស់អ្នកឬអាចប្រើប្រាស់ម៉ាស៊ីនឆ្លើយតបដូច្នេះអ្នកទូរស័ព្ទទៅវិញនៅពេលណាដែលអ្នកទំនេរដៃចូលចងចាំផងដែរថាទូរស័ព្ទអាចអនុញ្ញាតឲ្យអ្នកដទៃចូលមកគ្រប់គ្រងពេលវេលារបស់អ្នកបានសូម្បីតែពេលវេលានៅផ្ទះបើអ្នកមិនប្រុងប្រយ័ត្នទេអ្នកដទៃច្បាស់ជាអាចចូលមករំខានគ្រួសារនិងពេលវេលាកម្សាន្តរបស់អ្នកជាក់ជាមិនខានចូលកុំបណ្ដោយឲ្យបញ្ហានេះកើតឡើងនៅក្នុងខណៈពេលជួបជុំជាមួយមិត្តភ័ក្តិឬគ្រួសារចូលស្វែងរកមធ្យោបាយណាមួយដើម្បីជៀសវាងក្នុងការនិយាយទូរស័ព្ទជាមួយអ្នកផ្សេងអ្នកអាចប្រើប្រាស់សេវាកម្មថតសំឡេងការហៅចូលឬការប្រើម៉ាស៊ីនឆ្លើយតបឬមួយអ្នកគ្រាន់តែបិទទូរស័ព្ទចោលតែម្ដងគ្រួសារនិងមិត្តភ័ក្តិរបស់អ្នកគឺជាមនុស្សសំខាន់ណាស់ដូច្នេះមិនគួរឲ្យការនិយាយទូរស័ព្ទចូលមកអូសទាញយកពេលវេលាដែលអ្នកបានកក់ទុកសម្រាប់ពួកគេនោះឡើយ